សូមឲ្យដួងព្រលឹងនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ដែលបានតាមថែរក្សាកូនចៅគ្រប់ទីកន្លែងគ្រប់ពេលសូមឲ្យកូនចៅជួបតែសំណាងល្អនិងជៀសផុតពីគ្រោះថ្នាក់ចង្រៃ And 2 3 and 4 ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ក្នុងការប្រកួតរួមសប្តាហ៍ក្រោយ ខ្ញុំឮគេថាគេចង់អភិវឌ្ឍក្រុងឲ្យបានលឿន បានតែយើងមិនបានក្រេ វានៅតែពិបាកបើតាមតែតម្លៃប៉ុណ្ណឹង តែខ្ញុំមានអារម្មណ៍ថាអ្នកនៅក្នុងធានហ្នឹងគឺមានសំណាងណា ខ្ញុំមកមិនរស់រើផ្ទះខ្ញុំដាច់ខាត ខ្ញុំគិតជើងមកទេឡើយបើគ្មានសិទ្ធិអីសម្រាប់ឲ្យនរណាផង